អ្នកទាំងអស់គ្នាកំពុងតែចង់រកប្រាក់ចំណូលបន្ថែមមែនទេតោះមករៀនធ្វើទៀនក្រអូបលក់បង្កើតប្រាក់ចំណូលបន្ថែមរបស់លោកអ្នកបើទោះជាលោកអ្នកគ្មានបទពិសោធន៍សោះក៏ដោយវីដេអូនេះនឹងបង្រៀនពីវិធីធ្វើទៀនក្រអូបកម្រិតដំបូងបង្អស់ហើយទាំងនេះគឺជាអាចកំបាំងរបស់ខ្ញុំតោះទៅទស្សនាវីដេអូពេញរបស់ខ្ញុំទាំងអស់គ្នាយើងចាប់ផ្ដើមរំលាយក្រមួនទៀននិងក្រមួនសណ្ដែកដែលលាយរួចបញ្ចូលគ្នាឆ្លៀតពេលក្រមួនរបស់យើងកំពុងតែរំលាយយើងក៏ចាប់ផ្ដើមក្លីនកែវឲ្យបានស្អាតល្អត្រៀមនឹងដាក់ក្រមួនរបស់យើងបញ្ចូលនៅបន្តិចទៀតនេះដំណើរការនៃការធ្វើទៀនក្រអូបការលាងសម្អាតកែវឲ្យបានស្អាតមុននឹងដាក់ក្រមួនចូលពិតជាសំខាន់វាជួយដល់ដំណើរការនៃការធ្វើទៀនរបស់យើងបានយ៉ាងល្អធ្វើឲ្យការធ្វើទៀនរបស់យើងប្រកបដោយអនាម័យជាពិសេសនោះធ្វើឲ្យកែវរបស់យើងមិនជាប់ធូលីស្អាតល្អការលាងសម្អាតកែវឲ្យបានស្អាតល្អមិនត្រឹមតែការបាញ់ទឹកជូតលាងនោះទេយើងត្រូវច្បាស់លាស់ថាកែវរបស់យើងស្ងួតនិងគ្មានធូលីដូចនេះនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការផ្លុំសម្អាតកែវក៏ដូចជាយើងផ្លុំឲ្យកែវយើងមានកម្ដៅផងដែរអ្នកទាំងអស់គ្នាប្រកាសជាឃើញថាដំណើរការនេះគឺស្មុគស្មាញនិងនេះបន្តិចនោះបន្តិចពិតជាចំណាយពេលប៉ុន្តែលទ្ធផលនៃការធ្វើរបស់យើងលម្អិតលម្អន់បែបនេះវាចេញមកនឹងល្អមិនឲ្យយើងខកបំណងនោះទេកាត់មកដល់ត្រង់នេះផងដែរក្រមួនរបស់ខ្ញុំបានរលាយចូលគ្នាសពអស់រីឯសីតុណ្ហភាពក៏សមល្មមនឹងខ្ញុំដាក់ប្រេងក្រអូបចូលដើម្បីឲ្យទៀនរបស់យើងមានក្លិនក្រអូបជាប់បានយូរការដាក់ប្រេងក្រអូបនៅក្នុងសីតុណ្ហភាព60ទៅ70អង្សាពិតជាសំខាន់ប្រេងក្រអូបកម្រិតស្តង់ដារដែលដាក់ជាមួយនឹងទៀនរបស់អ្នកទាំងអស់គ្នាគឺត្រូវតែ 10% នៃចំណុះទៀនរបស់អ្នកទាំងអស់គ្នាដើម្បីឲ្យក្លិនក្រអូបរបស់អ្នកទាំងអស់គ្នាជាប់បានយូរនិងពេលដុតទៅគឺមានក្លិនក្រអូបឈ្ងុយបានល្អដើម្បីជួយដល់ការចុះសីតុណ្ហភាពរបស់ក្រមួនរបស់យើងគឺខ្ញុំ recommend ឲ្យបងប្អូនទាំងអស់គ្នាឧស្សាហ៍កូរក្រមួនរបស់យើងឲ្យបានល្អដើម្បីឲ្យវាឆាប់ចុះសីតុណ្ហភាពមកដល់ត្រង់នេះផងដែរអ្នកទាំងអស់គ្នាកំពុងតែឆ្ងល់ថាត្រូវអត់ក្រមួនរបស់ខ្ញុំមិនមានពណ៌សណ្ដែកទេហេតុអីក៏ពេលនេះឡើងពណ៌ sky blue ឬក៏អាចនិយាយបានថាពណ៌ផ្ទៃមេឃស្ដើងដោយសារតែមុននេះខ្ញុំនឹកឃើញថាដើម្បីឲ្យពណ៌ទៀនរបស់ខ្ញុំស៊ីជាមួយនឹងក្លិនរបស់ខ្ញុំក៏សម្រេចចិត្តដូរពណ៌ភ្លាមហើយខ្ញុំក៏នឹកឃើញថាខ្ញុំនឹងថែមប្រេងក្រអូបបន្តិចចូលទៅក្នុងទៀនរបស់ខ្ញុំនេះគឺជាសកម្មភាពបន្ទាប់របស់ខ្ញុំនឹងចាក់ប្រេងក្រអូបបន្ថែមទៅក្នុងក្រមួនរបស់ខ្ញុំដែលរលាយរួចដែលខ្ញុំបានផ្លាស់ប្ដូរពីពណ៌សណ្ដែកមកពណ៌ផ្ទៃមេឃស្ដើងតែខ្ញុំចាក់នេះគឺខ្ញុំចាក់មកល្មមទេដោយសារតែមុននេះខ្ញុំបានចាក់ហើយមកតង់ហើយសម្រាប់បងប្អូនដែលចង់បានក្លិនទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនដែលបងប្អូនចង់លាយក្លិននេះក្លិននោះបញ្ចូលគ្នាបងប្អូនអាចធ្វើដូចខ្ញុំបានឧទាហរណ៍ថាទៀនដូចខ្ញុំប្រាប់ខាងដើមថាយើងត្រូវការក្លិន10% នៃទម្ងន់ទៀនរបស់យើងដូចនេះអ្នកទាំងអស់គ្នាអាចដាក់ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាឧទាហរណ៍ថាអ្នកទាំងអស់គ្នាពេញចិត្តក្លិន2បូកបញ្ចូលគ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចដាក់ក្លិនមួយ 5% និងក្លិនមួយទៀត 5% បានឬមួយក៏អ្នកទាំងអស់គ្នាចង់បានក្លិនណាស្រាលជាងអ្នកទាំងអស់គ្នាអាចលៃលកទៅតាមចិត្តរបស់អ្នកទាំងអស់គ្នាឧទាហរណ៍ថា 5% ឬមួយក៏មួយទៀតឲ្យមើល 3% ជាមួយនឹង 7% ឬក៏ 4% ជាមួយនឹង 6% ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាមកដល់កន្លែងនេះផងដែរទៀនយើងក៏សំលមមនឹងចាក់ចូលកែវខ្ញុំក៏ចាប់ផ្ដើមចាក់ចូលកែវបន្ទាប់ពីការចាក់ចូលកែវរួចមកយើងក៏ឃើញថាបច្ឆេះរបស់យើងគឺត្រូវកម្ដៅរបស់ទៀនគឺវានឹងទន់ហើយវានឹងមិនឈរត្រង់ទេដូចនេះយើងត្រូវការឧបករណ៍ដើម្បីទប់បច្ឆេះរបស់យើងឲ្យវាឈរត្រង់មកដល់ចំណុចនេះយើងក៏អត់ទាន់ហើយ 100% ដែរអ្នកទាំងអស់គ្នាត្រូវរងចាំពី15ទៅ30នាទីដើម្បីរងចាំក្រមួនរបស់អ្នកទាំងអស់គ្នារឹងល្អការទប់បច្ឆេះបែបនេះគឺជួយឲ្យបច្ឆេះរបស់យើងគឺនៅចំកណ្ដាលទៀនល្អនិងមិនវាចវេនៅពេលដែលទៀនរបស់យើងរួចរាល់ 100% ដែលមានបច្ឆេះនៅចំកណ្ដាលល្អនៅពេលដែលយើងដុតទៅគឺទៀនរបស់យើងគឺឆេះស្មើនេះបន្ទាប់ពីការរងចាំពី15ទៅ30នាទីមកទៀនរបស់យើងក៏ចាប់ផ្ដើមស្ងួតល្អហើយប៉ុន្តែអីដែលសំខាន់នោះគឺទៀនរបស់យើងមិនទាន់ស្មើសាច់ល្អនោះទេនៅក្នុងវីដេអូនេះផងដែរខ្ញុំកំពុងតែបង្ហាញបងប្អូនទាំងអស់គ្នាអំពីការផ្លុំកម្ដៅទៀនឲ្យវារលាយក្រមួនខាងលើដើម្បីឲ្យវាមានភាពស្មើមាត់ល្អដើម្បីឲ្យវាមានសីតុណ្ហភាពស្អាតមួយយ៉ាងដែរជៀសវាងដូចអំបញ្ញមិញវាមានកំហិតកំហូងខូងកដាឬក៏ផតចូលក្នុងយើងផ្លុំរហូតដល់យើងមានអារម្មណ៍ថាទៀនរបស់យើងស្មើសាច់ល្អ
បន្ទាប់ពីការផ្លុំរួចរាល់យើងត្រូវតែរក្សាវាទុកមួយកន្លែងជាពិសេសគឺយើងត្រូវតែប្រកាសថាបាតខាងក្រោមរបស់ទៀនរបស់យើងគឺត្រូវតែរាបស្មើដើម្បីឲ្យទៀនរបស់យើងនៅពេលដែលស្ងួតទៅគឺស្មើដូចគ្នាមួយទៀតអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាផ្លុំហើយកុំភ្លេចដាក់ឧបករណ៍ទប់បញ្ឆេះវិញផងដើម្បីឲ្យបញ្ឆេះរបស់យើងគឺរឹងបានល្អនិងនៅចំកណ្ដាលឆ្លៀតពេលខ្ញុំកំពុងតែរងចាំទៀនរបស់ខ្ញុំស្ងួតម្ដងទៀតខ្ញុំក៏ចាប់ផ្ដើមចាក់ពុម្ពផ្កាដើម្បីទុកដេគ័រទៀនរបស់ខ្ញុំមិនថាទៀនខ្ញុំដេគ័រមួយនេះឬក៏ខ្ញុំដេគ័រទៀនបន្ទាប់នោះទេការចាក់ពុម្ពផ្កានេះដោយសារតែពុម្ពវាទូចដែរអញ្ចឹងគឺវាឆាប់ស្ងួតមែនទែនមិនដល់5នាទីផងទៀនរបស់ខ្ញុំក៏ចាប់ផ្ដើមស្ងួតផ្កា DC នេះផងដែរគឺជាផ្កាពេញនិយមគ្រប់គ្នាគ្រប់អ្នកដែលវិស័យនៅលើការចាក់ទៀននេះគឺតែងតែឆ្លាញ់ផ្កានេះគ្រប់គ្នាមិនថាខ្ញុំមិនថាគេទេដោយសារតែទី1ផ្កានេះគឺយើងស្រួលចាក់ទី2គឺផ្កានេះស្អាតជាក់ស្ដែងអ្នកទាំងអស់គ្នាអាចមើលសម្រស់ផ្កានេះនៅក្នុងវីដេអូនេះបានមិនថាក្នុងវីដេអូរបស់ខ្ញុំមួយណាឬក៏មួយណាទេសុទ្ធសឹងតែជាប់ផ្កានេះទាំងអស់ដោយសារតែខ្ញុំពិតជាឆ្លាញ់ផ្កា DC នេះមែនតែម្ដងណាអ្នកទាំងអស់គ្នាបើដល់ក៏ជាចំណុចនេះផងដែរទៀនរបស់យើងក៏បានស្ងួតល្អហើយជាពិសេសនោះគឺវាលែងមានខាត់ខងទៀតនោះហើយអញ្ចឹងដូចនេះយើងប្រើពេលមិនដល់ប្រហែលផងវីដេអូរបស់យើងក៏រៀងវែងដែរផងដែរតែអ្នកទាំងអស់គ្នាឃើញអត់ការធ្វើទៀនក្អូបគឺអត់មានអីពិបាកទេសម្រាប់យើងម្នាក់គ្រាន់តែវាប្រើពេលរៀងយូរបន្តិចទម្រាំទៅយើងបានមួយកែវប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាធ្វើនៅក្នុងការធ្វើអាជីវកម្មលក់ទៀនក្អូបអ្នកទាំងអស់គ្នាអាចចាក់ម្ដងច្រើនបានណាទៅតាមអតិថិជនរបស់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចចាក់ម្ដងនឹង4 5 10 20អីក៏បានដូចគ្នាដែរព្រោះដោយសារតែរបៀបនៃការធ្វើគឺវាដូចតែគ្នានោះទេគ្រាន់តែអ្នកទាំងអស់គ្នាលាយកមួនសណ្ដែកនិងកបួនឃ្មុំក៏ដូចជាចាក់ប្រេងបញ្ចូលលាយប្រេងបញ្ចូលឲ្យត្រូវទៅតាមរូបមន្តទៅគឺវាគ្រប់គ្រាន់ទៅហើយនេមនំទេមតុំភ្លេចខ្លួនហើយទៀន1បាតទេអ្នកទាំងអស់គ្នាឃើញទេតែមកផ្លែតអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមរៀបចំទៀនរបស់ខ្ញុំដើម្បីទុកដាក់ដោយសារតែឃើញអ្នកទាំងអស់គ្នាវាតែមកផ្លែតទេយើងហើយអ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមើលវីដេអូនេះតើនឹងអាចអនុវត្តផ្ទាល់បានខ្លួនឯងណាអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាមើលអត់ទាន់ទេអ្នកទាំងអស់គ្នាអាចសារទៅសារមកនឹងមានចម្ងល់អីអ្នកទាំងអស់គ្នាអាចតម្លែងនៅក្នុង comment នៃវីដេអូនីមួយៗដែលអ្នកទាំងអស់គ្នាបានទស្សនាបានកន្លែងខ្ញុំបង្វិលកែវនេះគឺខ្ញុំចង់បញ្ជាក់ទៅដល់អ្នកទាំងអស់គ្នាឲ្យឃើញថាឥទ្ធិពលនៃការសម្អាតកែវរបស់យើងគឺល្អគឺទៀនរបស់យើងអត់មានស្នូតអត់មានស្នាមនៅលើកែវរបស់យើងនោះទេអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលចូលចិត្តវីដេអូនៃការបង្រៀនធ្វើទៀនក្អូបរបស់ខ្ញុំកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងណាអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាពីដើមរហូតមកដល់ចប់បើសិនជាបងប្អូនមានចម្ងល់អីកុំភ្លេចតម្លែងនៅក្នុង comment ខាងក្រោមបាទជម្រាបលា